ក្រនតែឃើញហ្នឹងក៏ដឹងថាពូ happy កំពុងតែចង់ធ្វើមនុយអីដែរមិនអញ្ចឹងហ៎បាទហ្នឹងហើយគឺតែជ្រក់មេអំបៅបាទជើងវល់ទឹកក្រូចតែនេះចំនួន25បើយកជូរ30 ml ណាទឹកក្រូចតែតូចៗហ្នឹងណាបាទហើយស្ករសយើងប្រើចំនួន2ស្លាបព្រា2ស្លាបព្រាបាយយើងញ៉ាំបាយហ្នឹងណាបាទហើយដាក់ទឹកតែមេអំបៅនេះចំនួន125 ml បងប្អូនចង់ដឹងរបៀបច្រោះតែមេអំបៅអាចចូលមើលវីដេអូមុនបានណារួចហើយយើងក៏ប្រើស្លាបព្រាហ្នឹងឬក៏ជ័រគោហ្នឹងកូរវាកូរវឹតអញ្ចឹងទៅវាចូលជាតិគ្នាល្អហើយបងប្អូនត្រូវការផ្កាមេអំបៅត្រូវការកាហ្វេត្រូវការគ្រឿងផ្សំផ្សេងណាពូមានលក់ទាំងអស់បាទបងប្អូនខ្លះឃើញវីដេអូហើយចង់ទិញគ្រឿងផ្សំដឹងទិញនៅណាទិញពូ happy ហ្នឹងហើយបាទរួចហើយយើងដាក់ទឹកកកចូលកៅមកចាក់ចូលនិយាយបដានេះស្អកកបដាណារួចរាល់ហ่ะអញ្ចឹងសៀតចំណិតក្រូចឆ្មាបន្តិចអញ្ចឹងទៅអូខេបាត់ទៅហើយជូរអែមឆ្ងាញ់តែម្ដង